អ្នកឃើញខ្ញុំហើយក៏ប្រញាប់អញ្ជើញចេញទៅឈប់សិនវាមិនមែនដូចអ្វីដែលអ្នកគិតនោះទេព្រឹកព្រលឹមឆ្លោះគ្នារឿងអីអ្នកគ្រប់គ្រងផ្ទះព្រឹកនេះមាននំប៉ាសាច់ទេខ្ញុំឃ្លានហើយអ្នកជាស្រីម្នាក់ហេតុអ្វីក៏មិនស្គាល់ខ្មាស់មកអបអូនម្ចាស់បែបនេះលោកម្ចាស់តូចអ្នកនិយាយឲ្យមានហេតុផលបន្តិចបានទេយប់មិញគឺអ្នកខ្ញុំគេងនៅទីនេះតើយប់មិញគឺអ្នកខ្ញុំគេងនៅទីនេះតើមួយវិញទៀតពេលគេងខ្ញុំតែងតែចូលចិត្តអភួយអ្នកស្គមដូចអស់ចាក់ថ្មិញចឹងអបទៅលំរួតដែរតើខ្ញុំមិនទាន់ទាសំណងពីអ្នកផងខ្លាយខូចចិត្តដែលអបខ្លាយមិនស្រួលខ្លួនអ្នកនៅមកកំហុកដាក់ខ្ញុំទៀតអ្នកឯងក្រអឺតក្រទុំនឹងគ្មានហេតុផលតតែសោះវ៉ាវមានមន្តផងទ្រពសម្បត្តិរស់បើអ្នកមិនញ៉ាំខ្ញុំស៊ីមកទាំងអស់ហើយណាលោកម្ចាស់ចិនបេថ្ងៃស្អែកព្រះអង្គម្ចាស់ទី3នឹងរៀបចំពិធីប្រមាញ់សត្វរដូវស្លឹកឈើជ្រុះនៅទីលានប្រមាញ់លួងខាងលិចបានផ្ដាំផ្ញើជាពិសេសមកអ្នកបម្រើថាត្រូវតែប្រគល់លិខិតអញ្ជើញនេះដល់ដៃលោកម្ចាស់តូចឲ្យតតែបានព្រះអង្គម្ចាស់ទី3មានបន្ទូលថាលោកម្ចាស់តូចកាលពីមុនជាអ្នកបាញ់ធ្នូពូកែលេខ1នៅរាជធានីអ្វីត្បិតតែឥឡូវមិនសូវសម្រួលប៉ុន្តែក៏គួរតែទៅចូលរួមសប្បាយដែរដើម្បីឲ្យអ្នករាល់គ្នាបានបើកភ្នែកមើលមែនទេអរគុណព្រះអង្គម្ចាស់ទី3ចំពោះចិត្តល្អគ្រាន់តែជើងរបស់យុនមិនទាន់ជាសះស្បើយខ្លាចថាមិនសម្រួលដល់ការដង្ហែលួងលោកម្ចាស់នេះជាលិខិតអញ្ជើញដែលព្រះអង្គម្ចាស់ទី3ផ្ញើមកដល់តណាបើលោកម្ចាស់តូចមិនទៅទេនោះគឺមិនផ្ដល់កិត្តិយសឲ្យរាជវង្សហើយអ្នកបម្រើសូមលាហើយពិធីប្រមាញ់សត្វគ្រាន់តែចង់ឃើញមនុស្សពិការដើរមិនរួចម្នាក់រស់នៅយ៉ាងវេទនានៅក្រោមខ្នងសេះដូចជាឆ្កែតែប៉ុណ្ណោះយុនពួកយើងមិនទៅទេគ្រាន់តែចង់ធ្វើបាបអ្នកបម្រើនៅក្នុងចិត្តអ្នកលោកម្ចាស់អ្នកម្នានៅក្នុងលិខិតនេះសរសេរថាអ្នកដែលឈ្នះលេខ1ក្នុងពិធីប្រមាញ់សត្វថ្ងៃស្អែកនឹងទទួលបានរង្វាន់មាស 1000 តម្លឹងព្រមទាំងសេះសឹកឈាមញើសដែលជារាជសារថ្វាយមួយក្បាលទៀតចុះយ៉ាងម៉េចវាតាក់ទងអីនឹងអ្នកតាក់លិខិតនោះចុះរុញខ្ញុំត្រឡប់ទៅវិញទៅហេតុអ្វីមិនទៅមិនត្រឹមតែត្រូវទៅទេថែមទាំងត្រូវឈ្នះយកមាស 1000 តម្លឹងនោះត្រឡប់មកវិញទៀតបានឈាវអ្នកឈួតហើយមែនទេអ្នកមើលឲ្យច្បាស់មើលថាអូនម្ចាស់ពេលនេះមានស្ថានភាពបែបណាខ្ញុំសំបីតែឈរក៏ឈរមិននឹងផងតើឲ្យកងធ្នូបាញ់យ៉ាងម៉េចអ្នកចង់ឲ្យខ្ញុំទៅឲ្យមនុស្សពេញក្រុងមើលងាយដូចជាស្វាមែនទេលោកម្ចាស់តូចអ្នកធ្វើជាអណ្ដើករក្សាក្បាល3ឆ្នាំមកនេះមិនទាន់ឆ្អែតទៀតឬអ្នកគិតថាបើអ្នកមិនទៅពួកគិតនឹងមិនសាយចំអកអ្នកទេជើងរបស់អ្នកឥឡូវនេះមានវិញ្ញាណដឹងស្មារតីវិញហើយថ្ងៃមុខប្រកាសជាអាចឈរឡើងវិញបានជាមិនខានប៉ុន្តែបើអ្នកសំបីតែក្លាហានប្រឈមមុខនឹងពួកគេក៏គ្មានផងនោះទោះជាជើងរបស់អ្នកជាសះស្បើយក៏ដោយក៏នៅតែជាមនុស្សអត់បានការដែរខ្ញុំមិនយល់ពីហេតុផលធំដុំស្អីទេខ្ញុំដឹងត្រឹមតែថាអ្នកណាហ៊ានរងផ្លូវមិនឲ្យខ្ញុំរកមាស 1000 តម្លឹងនោះអ្នកណាហ៊ានខ្ញុំនឹងបង្វិលក្បាលអ្នកនោះចោលលោកម្ចាស់តូចខ្ញុំទទួលខុសត្រូវវាបំបែកក្បាលឆ្កែរបស់ពួកគេជំនួសអ្នកពេលឈ្នះបានប្រាក់រង្វាន់ពួកយើងចែកគ្នា5ម្នាក់កន្លះលោកម្ចាស់តូចខ្ញុំទទួលខុសត្រូវវាបំបែកក្បាលឆ្កែរបស់ពួកគេជំនួសអ្នកពេលឈ្នះបានប្រាក់រង្វាន់ពួកយើងចែកគ្នា5ម្នាក់កន្លះយ៉ាងម៉េចដែរមិនមែន4 5 1ទេចែកគ្នា4 7អូនម្ចាស់បាន7អ្នកបាន3បើមិនអញ្ចឹងទេមិនបាច់និយាយគ្នាទេព្រមព្រៀងគ្នាតាមនឹងទ្រព្យសម្បត្តិរស់ថ្ងៃស្អែកពួកយើងទៅបេះរោមអាអណ្ដាខៀវនោះឲ្យអស់អ្នករាល់គ្នាប្រញាប់មើលចុះលោកម្ចាស់តូចចិនបេហ៊ានមកមែនតើអម្ចាស់រៀបចំពិធីប្រមាញ់សត្វអ្នកឯងរុញរទេសរុញឈើមកក្រែងលោចង់មកសម្ដែងល្បែងរទេសរុញឲ្យអ្នករាល់គ្នាមើលនៅក្នុងទីលានប្រមាញ់ទេដឹងគេប្រមាញ់សត្វជីសេះអ្នកឯងប្រើទេសរុញប្រយ័ត្នបន្តិចទៀតទន្សាយរត់មកបុកក្រឡាប់ចោលទៅគេប្រមាញ់សត្វជីសេះអ្នកឯងប្រើទេសរុញប្រយ័ត្នបន្តិចទៀតទន្សាយរត់មកបុកក្រឡាប់ចោលទៅនោះនឹងក្លាយជាគ្រឿងសាយចំអកពេញរាជធានីហើយលៀនវ៉ានឈៀវអំខ្ញុំត្រឡប់ទៅវិញមាស 1000 តម្លឹងនោះមិនយកទៀតទេព្រះអង្គម្ចាស់ទី3អ្នកដឹងស្អីនេះគេហៅថាថែរក្សាបរិស្ថានរត់សិតឆ្នៃដោយកម្លាំងមនុស្សសុទ្ធសាធលោកម្ចាស់តូចរបស់ខ្ញុំមានចិត្តមេត្តាយល់ថាជីសេះធ្វើបាបពួកអ្នកដែលមានជើងសោយពេកហើយទើបចិត្តណាអង្គុយលើទេសរុញដើម្បីមកយកយល់ឲ្យពួកអ្នកខ្លះត្រឹមជាអ្នកបម្រើទៀតថោកក៏ហ៊ានមកនិយាយបាច់ប៉ោចំពោះមុខអម្ចាស់ដែរឬនេះជាលិខិតដែលអ្នកផ្ញើមកដោយផ្ទាល់ណាយ៉ាងម៉េចព្រះអង្គម្ចាស់ទី3ដ៏ខ្ពង់ខ្ពស់មិនត្រឹមតែផ្ញើលិខិតអញ្ជើញហើយចង់បដិសេធមិនទទួលស្គាល់ទេសូម្បីតែរង្វាន់មាស 1000 តម្លឹងក៏គ្មានសមត្ថភាពចាញ់ដែរឬបើគ្មានសមត្ថភាពចាញ់ទេឥឡូវនេះប្រគល់លុយឲ្យខ្ញុំមកពួកយើងនឹងចាក់ចេញភ្លាមរឿងកំ pl ែងអម្ចាស់នឹងចាញ់មនុស្សពិការជើងម្នាក់ឬឡក្នុងពួកអ្នកប្រញាប់ទៅខ្មាស់គេអម្ចាស់នឹងបំពេញបំណងពួកអ្នកចូលទៅយកខ្លាឃ្មុំខ្មៅដែលអត់បាយ3ថ្ងៃនៅចម្រើយទីលានប្រមាញ់នោះទៅលេងនៅលើផ្លូវដែលពួកគេត្រូវឆ្លងកាត់អម្ចាស់ចង់ឲ្យពួកគេទៅហើយគ្មានថ្ងៃបានត្រឡប់មកវិញអ្នកអួតក្តាញ់អំបញ្ញមិញស្រួលមាត់ណាស់តើអូនម្ចាស់សំបីតែឡើងជីសេះក៏ឡើងមិនរួចផងតើឲ្យកងធ្នូបាញ់យ៉ាងម៉េចតើអ្នកចង់យកដុំថ្មគប់សត្វព្រៃឲ្យងាប់មែនទេទ្រព្យសម្បត្តិរស់អ្នកគ្រាន់តែតាំងស្មារតីកាន់ធ្នូឲ្យជាប់ទៅរឿងដែលសល់ទុកឲ្យខ្ញុំថ្ងៃនេះខ្ញុំនឹងឲ្យអ្នកសាកល្បងមើលថាអ្វីទៅដែលហៅថាមនុស្សនឹងសេះរួមជាតែមួយព្រៃឈើនៅខាងមុខខាងឆ្វេងមានចលនាគឺជាសប្រាប់ការបង្កើតចម្ងាយឆ្ងាយពេក
ហើយថែមទាំងត្រូវមេឈើបាំងភ្នែកទៀតខ្ញុំបាញ់មិនបានទេទុកឲ្យខ្ញុំអង្គុយឲ្យនឹងតោងដៃទេឲ្យជាប់កុំខំចំអណ្ដាតឲ្យសោះណាស្អីគេស្អីគេម៉ាស៊ីនរត់សឹកបញ្ឆេះហើយលីនវ៉ានឈៀវដើមឈើអ្នកចង់បុកអូនម្ចាស់ឲ្យងាប់មែនទេដល់ហើយទ្រព្យសម្បត្តិរស់ប្រញាប់បាញ់វាទៅនោះគឺប្រាក់5ដំឡឹងណាចំហើយទ្រព្យសម្បត្តិរស់អ្នកបាញ់ចំល្អណាស់ការបាញ់ចម្រៀបនេះគឺដូចជាឆ្នាំងប្រាក់ឆ្នាំងនេះចូលសុកចឹងកុំប៉ះពាល់ខ្ញុំទៅរើសរួញត្រឡប់មកវិញបើអ្នកនៅតែរុញបែបនេះទៀតអូនម្ចាស់មិនទាន់ត្រូវគេសើចចំឲ្យងាប់ផងត្រូវអ្នករុញរន្ធត់ចិត្តងាប់មុនបាត់ហើយតោះលីនវ៉ានឈៀវប្រញាប់រត់ទៅកិច្ចចេញកុំមកបាំងផ្លូវខ្ញុំរកលុយស្បែកខ្លាឃ្មុំខ្មៅមួយផ្ទាំងពេញលេងអាចលក់បាន100ដំឡឹងអញហ៊ានធ្វើឲ្យខូចទំនិញរបស់នាងម្នាក់នេះឬខ្ញុំនឹងបញ្ជូនឯងទៅស្ថានសួគ៌ល្អណាស់ស្បែកនឹងរងមិនខូចខាតទេពួកយើងមានបានហើយច្រឡឹងខ្លាំងណាស់ថ្ងៃក្រោយអ្នកណាហ៊ានរៀបការជាមួយអ្នកគិតគូរពេលវេលាទៅអាខ្វាក់នឹងអាស្រ័យទៀតថោកនោះពេលនេះប្រហែលជាត្រូវខ្លាឃ្មុំខ្មៅទំពាសំបីតែឆ្អឹងក៏មិនសល់ដែរហ្វូជិនយុនចាត់ទុកថាមនុស្សពួកឯងប្រលឹងរឹងហើយព្រះអង្គគុំចាស់ទី3កុំគ្រាន់តែសរសើរថាពួកយើងប្រលឹងរឹងអីមានភ្នែកជាច្រើនគូកំពុងសម្លឹងមើលណារង្វាន់មាស1000ដំឡឹងហ៊ានភ្នាល់ត្រូវហ៊ានចាញ់ប្រញាប់យកមកអ្នកជាព្រះអង្គគុំចាស់ដ៏ខ្ពង់ខ្ពស់ប្រហែលជាមិនបដិសេធមិនសង្លុយនៅចំពោះមុខមហាជនទេដឹងនាងស្រីឈួតនេះយកលុយឲ្យនាងទៅអរគុណព្រះអង្គគុំចាស់ទី3ដែលមានចិត្តទូលំទូលាយលើកក្រោយមានកម្មវិធីចែកលុយបែបនេះទៀតកុំភ្លេចហៅលោកម្ចាស់តូចពួកយើងទៀតណាហ្វូជិនយុនឯងកុំអើឲ្យលឿនពេករឿងបញ្ជីបំណុលថ្ងៃនេះអម្ចាស់ក៏ចំណាំទុកហើយពួកយើងទៅរងចាំមើលទៅមើលចរិតអន់របស់អ្នកចោះរុញអូនម្ចាស់ត្រឡប់ទៅភូមិគ្រីស្ទវិញមានបានហើយមួយជីវិតនេះខ្ញុំមិនដែលឃើញមាសច្រើនយ៉ាងនេះទេលីនវ៉ានឈៀវអ្នកអាចជូតទឹកមាត់របស់អ្នកបានទេត្រឹមតែមាស1000ដំឡឹងធ្វើឲ្យអ្នកសប្បាយចិត្តដល់ថ្នាក់នេះផងបើថ្ងៃណាមួយអូនម្ចាស់លើកភ្នំមាសមួយឲ្យអ្នកតើអ្នកមិនឈួតបាត់ទៅហើយទេមួយវិញទៀតលើកនេះអាចឈ្នះបានក៏ចាត់ទុកថាអ្នកមានគុណសម្បត្តិពាក់កណ្ដាលដែរចំណែក3ភាគនោះអ្នកយកដោយខ្លួនឯងទៅទ្រព្យសម្បត្តិរស់ថ្ងៃនេះអ្នកសង្ហាខ្លាំងណាស់មិនត្រឹមតែវាបំបាក់មុខអាព្រះអង្គគុំចាស់ទី3ទេចែកលុយឲ្យខ្ញុំយ៉ាងរហ័សបែបនេះទៀតលោកម្ចាស់តូចដើម្បីអរគុណដល់គុណបំណាច់ដ៏ធំធេងរបស់អ្នកខ្ញុំសម្រេចចិត្តនាំអ្នកទៅកន្លែងល្អមួយទៅណាមកណាអូនម្ចាស់ជាខ្លួនមាសខ្លួនប្រាក់កន្លែងផ្សារសាមញ្ញថោកទាបទាំងនោះខ្ញុំមិនទៅទេអាស្កុតឈីងហ្វុងនៅស្រុកកំណើតខ្ញុំលោកគ្រូរបស់ខ្ញុំមិនត្រឹមតែមានក្បាច់គុណខ្ពស់ទេវិទ្យាសាស្ត្រក៏អស្ចារ្យខ្លាំងណាស់ដែរជើងរបស់អ្នកធ្វើត្បិតតែមានវិញ្ញាណដឹងវិញហើយប៉ុន្តែបើចង់ចូលដល់ឡើងវិញពិតប្រាកដមែននោះនៅតែត្រូវឲ្យលោកគ្រូខ្ញុំចាក់បញ្ចូលវិទ្យាសាស្ត្រឲ្យពីរបេងចូលទៀតទៅអាស្កុតដែលអ្នករកឃើញនោះត្រូវហើយខ្ញុំធ្លាប់ស្បត់ថាពេលរកលុយបាននឹងជួសជុលដំបូលអាស្កុតដែលលេចទឹកព្រមទាំងនាំដើមឈើដុះប្រាក់ដ៏ធំបំផុតត្រឡប់ទៅវិញឲ្យតាចាស់នោះបានបើកភ្នែកមើលលីងវ៉ាន់ឈៀវអ្នកនាំអូនម្ចាស់ទៅគឺដើម្បីអួតដើមឈើដុះប្រាក់របស់អ្នកសោះមិនទៅទេអូយទៅតោះទៅខណៈពេលដែលមេឃមិនទាន់ងឹតលោកអ្នកម្នាងបានយល់ព្រមហើយរថសេះរៀបចំរួចរាល់នៅខាងក្រៅទ្វារហើយទ្រព្យសម្បត្តិរស់ហោះហើយនេះជាផ្លូវកាត់ដែលអ្នកនិយាយនោះឬផ្លូវភ្នំមួយនេះសូម្បីតែមនុស្សធម្មតាឡើងទៅក៏ស្ទើរតែបាត់បង់ជីវិតដែរអូនម្ចាស់អង្គុយលើទេរុញតើឡើងទៅយ៉ាងម៉េចហោះឡើងទៅខ្ញុំត្រឡប់ទៅភូមិព្រឹសវិញលោកម្ចាស់តូចខ្ញុំធ្វើការអ្នកទុកចិត្តចុះអ្នកភ្នំមានឧបាយក៏ល្អអ្នកឯងខ្លឹមធំណាស់អ្នកចង់ធ្វើស្បែកក្តោបរបស់អូនម្ចាស់ដូចគ្នាហោះឡើងទៅតាក់ខ្ញុំចុះទ្រព្យសម្បត្តិរស់តោងឲ្យជាប់នេះជាខ្សែភ្លើងល្បឿនលឿនពិសេសអាស្កុតឈីងហ្វុងណាពាក់កណ្ដាលផ្លូវមិនឈប់ដាច់ខាតយឺតនាងស្រីឈួតនេះយឺតបន្តិចលោកគ្រូតាចាស់ខ្ញុំត្រឡប់មកវិញហើយម៉ួយធំរបស់ខ្ញុំមកដល់ហើយកន្លែងនេះរខែក៏ខាក្រៃលែងសូម្បីតែរោងអស់ភូមិព្រឹសចិន3ក៏មិនស្មើផងនាងធំធាត់ឡើងនៅកន្លែងនេះជាង10ឆ្នាំមកនេះឬសិស្សល្អរបស់គ្រូឯងមានបានហើយមែនទេមាស300ដំឡឹងលោកគ្រូមិនត្រឹមតែអាចផ្លាស់ប្ដូរដំបូលទេខ្ញុំថែមទាំងនាំឆ្នាំងបាយរយៈពេលវែងរបស់ខ្ញុំមកទៀតផងអូហូម្នាក់នេះគឺជាលោកម្ចាស់តូចមែនទេ
ពិតជាមានថ្ងាសធំទូលាយចង្ការមួយខ្លំមើលមួយផ្លែដឹងតែជាអ្នកមានទ្រព្យសម្បត្តិស្តុកស្ដម្ភមានរាសីអ្នកមានទ្រព្យស្តុកស្ដម្ភមែនអូនម្ចាស់ដឹងស្រាប់ហើយតើមិនត្រង់ចង់ក៏វាលោកម្ចាស់តូចកុំប្រឈមមុខនឹងខ្យល់ត្រជាក់អីអញ្ជើញចូលខាងក្នុងផ្ទះស្មៅនេះពិតជាមានកិត្តិយសណាស់លោកតាសេលមានចិត្តគួរសំពេចហើយអូនម្ចាស់មើលទៅទ្វារធំនេះស្ទើរតែលំទៅហើយតើមានកិត្តិយសមកពីណាតាចាស់កុំបញ្ជូលអីប្រញាប់មើលជើងទៅប្រាក់ថ្លៃពិនិត្យមិនខ្វះរបស់អ្នកទេស្រួលនិយាយរងចាំតាចាស់សម្អាតខ្លួនផ្លាស់ប្ដូរសម្លៀកបំពាក់សិននឹងចាប់ជីបចរជូនលោកម្ចាស់តូចភ្លាមគឺត្រូវហើយលោកម្ចាស់តូចជើងរបស់អ្នកកាលពីមុនប៉ះពាល់ដល់ឫសគល់បើបដូរជាអ្នកផ្សេងវិញឆ្លងកាត់3ឆ្នាំមកនេះសរសៃឈាមជើងប្រហែលជាស្វិតខូចខាតអស់ទៅហើយសំណាងល្អដែលសិស្សរបស់ខ្ញុំម្នាក់នេះធ្វើតែធ្វើអីមិនដឹងធូរស្រាលប៉ុន្តែបានប្រើប្រាស់កម្លាំងខាងក្នុងដ៏ជ្រាលជ្រៅច្របាច់កានឲ្យអ្នករាល់ថ្ងៃខំរក្សាសរសៃឈាមរបស់អ្នកឲ្យដើរបានរលូនលោកតាសេលចុះតើជើងរបស់អូនម្ចាស់អាចជាសះស្បើយដូចដើមបានទេអ្នកសពសត្វមិនពោលពាក្យភូតផុតទេសំជាមួយការចាក់ចូលនឹងស្របឆ្នាំពិសេសរបស់តាចាស់មិនទាន់ដល់វ័យខែផងធានាថានឹងដើរបានដូចហោះប៉ុន្តែអសទាំងនេះមានតម្លៃថ្លៃណាស់ការចាក់ចូលខិតខំប្រឹងប្រែងខ្លាំងឲ្យតែអាចព្យាបាលជើងរបស់អូនម្ចាស់ជារបស់ទាំងនេះជារបស់អ្នកទាំងអស់បើមិនគ្រប់ទេអូនម្ចាស់ត្រឡប់ទៅយកទៀតលោកម្ចាស់តូចចិត្តទូលាយណាស់តាចាស់ទៅដាំថ្នាំជួសជុលដំបូលឥឡូវនេះជួសជុលដំបូលអស់50ដំឡឹងសាងសង់រូបសំណាកមាសជូនលោកគ្រូដើម100ដំឡឹងតែសល់ទុកសន្សំទុកធ្វើជាថវិការៀបការនាងជាកំពូលអ្នកគុណនិយមដ៏ខ្ពង់ខ្ពស់ម្នាក់ប្រាក់ដែលរកបានយកមកជួសជុលអាស្កូដេខៃក៏ខាតទាំងអស់មាត់នាងស្រែកថាស្រឡាញ់លុយប៉ុន្តែនៅក្នុងចិត្តពោពេញដោយមនោសញ្ចេតនាលីងវ៉ាន់ឈៀវដំបូលនោះថ្ងៃស្អែកអូនម្ចាស់នឹងចាត់ជាងភូមិឬចិនវេឲ្យមកជួសជុលមិនបាច់ឲ្យអ្នកសង្ស័យទេរកសម្បត្តិរស់ហើយអ្វីបានជាថ្ងៃនេះអ្នកចិត្តទូលាយម្លេះអូនម្ចាស់គ្រាន់តែធុញថប់នឹងដំបូលដែលលេខខ្យល់នេះបបមកធ្វើឲ្យអូនម្ចាស់ជឿក្បាលតែប៉ុណ្ណោះអ្នកកុំគិតច្រើនអីទ្រព្យសម្បត្តិរស់អ្នកចិត្តល្អមែនក្នុងអ្នកមានលុយច្រើនយ៉ាងនេះចុះបើអ្នកជួយផ្លុំរបស់ខ្ញុំផងបានទេអ្នកមិនស្គាល់ខ្មាស់អ្នកណាទៅចង់ផ្លុំរបស់អ្នកខ្ញុំគ្រាន់តែសួរលេងតើអ្នករំភើបចិត្តធ្វើអីកំណាញ់ណាស់នេះជាថ្នាំស្របសម្រាប់ព្យាបាលជើងនេះច្បាស់ជាការចុកផ្ទះប្រេងហើយអូនម្ចាស់ទ្រាំមិនបានទេលោកម្ចាស់តូចថ្នាំល្អវិញមាត់តែមានប្រយោជន៍ដល់ជំងឺស៊ុប9ត្រឡប់ល្ងាចនេះធ្វើតែមើលទៅគួរឲ្យខ្លាចប៉ុន្តែវាអាចជួយបណ្ដេញពីសត្វត្រជាក់វេឆ្នាំនៅក្នុងជើងរបស់អ្នកបានតាចាស់អ្នកល្មមបានហើយម្សិលមិញទៅតែយក700ដំឡឹងនៅហ៊ានកាត់ថ្លៃអស់បន្តិចបន្តួចនេះទៀតប្រញាប់បន្ថែមភ្លើងទៅលៀងបានជៀវអ្នកមកទៀតហើយនៅកណ្ដាលវាលចំការថែមទាំងមានអ្នកក្រៅនៅទីនេះទៀតតើអ្នកដឹងទេអ្នកក្រៅស្អីនោះគឺជាលោកគ្រូរបស់ខ្ញុំមួយវិញទៀតការអ្នកនៅភូមិគ្រឹះលើកណាដែលថាមិនមែនខ្ញុំជាអ្នកលៀងឲ្យអ្នកឥឡូវនេះមកធ្វើពុតជាស្រីក្រមុំបរិសុទ្ធអីលេងខ្ញុំចេញទៅលៀងវ៉ាន់ឈៀវកុំខ្លាចខ្ញុំនៅទីនេះទ្រព្យសម្បត្តិរស់ពេលឆ្នាំមកនេះអ្នកទ្រាំទ្របានហើយការជិះចាប់បន្តិចបន្តួចនេះជារឿងស្អីទៅខំថ្មិញឲ្យជាប់ដើរតាមកម្លាំងខាងក្នុងរបស់ខ្ញុំនាំប្រសិទ្ធភាពថ្នាំឲ្យជ្រាបចូលទៅលោកតាសេលលោកម្ចាស់តូចការស្របថ្នាំប្រែคลายកម្លាំងកាយប្រញាប់ញ៉ាំបដើម្បីបំពេញរាងកាយទៅអូនម្ចាស់ម្សិលមិញទៅតែប្រគល់មាស700ដំឡឹងឲ្យអ្នកឲ្យអូនម្ចាស់ហូបតែរបស់បែបនេះឬលោកម្ចាស់តូចមិនយល់ទេអ្នកប្រតិបត្តិធម៌ប្រកាន់យកចិត្តស្មោះបងប្រាថ្នាមួយវិញទៀត700ដំឡឹងនោះជាថ្លៃថ្នាំថ្លៃអាហារពួកយើងមិនទាន់គិតគូរនៅឡើយទេតាចាស់អ្នកយកអាសូរប្រខែកខាងនេះមកបោកប្រាស់មួយធំរបស់ខ្ញុំទៀតឥឡូវនេះគាត់កំពុងតែលូតឆ្អឹងអត់សាច់មិនបានទេបើអ្នកមិនទិញខ្ញុំនឹងទៅចាប់នៅក្រៅភ្នំដោយខ្លួនឯងទ្រព្យសម្បត្តិរស់អ្នករងចាំនៅទីនេះខ្ញុំនឹងទៅអាំងមន់ដុតឲ្យអ្នកនៅក្រៅផ្ទះឥឡូវនេះធានាថាឲ្យអ្នកញ៉ាំស្រក់ទឹកមាត់ជាមិនខាននាងស្រឡាញ់លុយដល់ថ្នាក់នេះអ្នកក្នុងនាងជាលោកគ្រូតើមិនព្រមប្រដៅនាងខ្លះទេលោកម្ចាស់តូចអ្នកកុំមើលថានាងតូចនេះហាប់មាត់ឡើងនិយាយតែរឿងលុយអសោះប៉ុន្តែធំដឹងក្តីមកដល់ថ្នាក់នេះមិនដែលទិញសម្លៀកបំពាក់សមរម្យមួយកុំភ្លេចឲ្យខ្លួនឯងទេមិនដែលទិញម្សៅលាបមុខមួយប្រអប់ឡើយតើហេតុអ្វីទៅការពីតាចាស់រើសនាងបាននោះជាឆ្នាំដែលមានព្រោះអត់ឃ្លានយ៉ាងខ្លាំងនាងដណ្ដើមចំណីជាមួយឆ្កែស្ទើរតែត្រូវគេវាយសម្លាប់នាងខ្លាចភាពក្រីក្រណាស់ខ្លាចការឃ្លានអាហារណាស់មានអារម្មណ៍ថាមានតែប្រាក់នៅក្នុងដៃប៉ុណ្ណោះទើបមានអារម្មណ៍សុវត្ថិភាពក្នុងការរស់នៅគឺដោយសារតែនាងចាត់ទុកទីនេះជាផ្ទះតែមួយគត់របស់នាងប្រែថាការបន្លំខ្លួនជាមនុស្សស្រឡាញ់លុយនិងច្រឡឹងរបស់នាងលាក់បាំងនៅបេះដូងដែលគ្មានសុវត្ថិភាពនិងស្មោះត្រង់បែបនេះសោះលោកម្ចាស់តូចការស្របថ្នាំថ្ងៃនេះបានដេញពីសត្វជាក់មកដល់ស្រទាប់ក្រៅហើយការចាក់ចូលនៅយប់នេះត្រូវចាក់ចូលលើចំណុចសំខាន់នៃជើងទាំងពីររបស់អ្នកដើម្បីបញ្ចេញពីសត្វជាក់ឲ្យអស់ទាំងស្រុងដំណើរការនេះនឹងឈឺចាប់ជាងការស្របថ្នាំទៅទៀតតើអ្នកអាចអត់ធ្មត់បានទេចាក់ចូលចុះបើអូនម្ចាស់ស្រែកថាឈឺតែមួយម៉ាត់គឺមិនស័ក្តិសមជាកូនប្រុសរបស់ស្ដេចចិនវៃទេកុំខំខ្លួនឯងខំខ្ញុំវិញបើអ្នកខំមាត់ដាច់រលត់អស់ថ្ងៃក្រោយតើញ៉ាំមាន់ដុតដែលខ្ញុំអាំងយ៉ាងម៉េចចេញទៅកុំរំខានអូនម្ចាស់ចេញទៅមានមោទនភាពជ្រុលដល់ពេលនេះហើយនៅតែអ៊ូតំដាក់ខ្ញុំទៀតចេញទៅមិនខំទេទ្រព្យសម្បត្តិរស់ពូកែបំផុតហើយទ្រាំបន្តិចទៀតទៅបន្តិចទៀតនឹងជាហើយរងចាំពេលអ្នកជាសះស្បើយខ្ញុំនឹងនាំអ្នកទៅចាប់ស្ដេចជ្រូកព្រៃដ៏ធំបំផុតនៅក្រៅភ្នំយកទៅលក់ពួកយើងចែកគ្នាម្នាក់កន្លះនាងស្រីឈួតម្នាក់នេះពិតជាស្ត្រូវចាស់ក្នុងជីវិតរបស់អូនម្ចាស់មែនលោកម្ចាស់តូចការដេញពីមួយខែនេះអាចត្រឹមតែរក្សាសរសៃឈាមជើងទាំងពីររបស់អ្នកមិនឲ្យកាន់តែអាក្រក់ប៉ុណ្ណោះបើចង់ឈរឡើងវិញពិតប្រាកដនៅតែត្រូវថែទាំបន្តិចម្ដងប្រញាប់មិនបានទេលោកតាសេនិយាយធ្ងន់ធ្ងរពេកហើយអាចរក្សាជើងទាំងពីរនេះបានជួយបាត់បង់ការជិះចាប់មុតខ្លាំងយប់ថ្ងៃក៏ជាគុណបំណែកធំធេងទៅហើយលោកគ្រូអ្នកទុកចិត្តចោះឲ្យតែលុយដែលលោកម្ចាស់ដូចប្រគល់ឲ្យ
ច្រើនល្មមហើយថ្ងៃក្រោយបើចង់បានអស់គ្មានតម្លៃអីទៀតខ្ញុំធានាមកទាំងអស់ប្រញាប់ចេញទៅតាចិត្តដាច់ពូជមន់ព្រៃទុនសាយព្រៃនៅលើភ្នំនេះដោយសារពួកឯងពីរនាក់ហើយអ្នកទាំងពីរឈប់សិនតាជាគ្រូនាយដាវថ្ងៃនេះទីត្រូវមួយប្រដាស់ទើបមកស្វែងរកអ្នកមាននិស័យគ្រូនាយដាវស្អីទៅតាចាស់ពួកខ្ញុំទើបតែអស់លុយធំណាស់ឥឡូវក៏ខ្លាំងណាស់មិនទិញដាវហាន់បន្លែទេដាវនេះមានឈ្មោះថាផជុនទម្ងន់88ចិញ្ចៀងខ្សែស្រឡាយនាយដាវមិនយកប្រាក់កាសទីតែជោគវាសនាប៉ុណ្ណោះរងចាំដល់ថ្ងៃដែលឈានឡុងលើកត្រូវសុខរឡៃតានឹងទៅប្រមូលបំណុលនៅរាជធានីដោយខ្លួនឯងក្មេងស្រីវាសេឯងចម្លែកណាស់មានតែដៃស្រឡាញ់ទ្រព្យសម្បត្តិមួយគូនេះរបស់ឯងទេទើបសំនឹងដាវមួយដាវនេះអបព្រះអើយតែខែ88ចិញ្ចៀងណាលោកម្ចាស់បើប្រធានយកទៅហាងកាត់ដែររលាយលក់ជីកំទាំងហត់ណាស់ក៏លក់បាន10ជាងដំឡឹងប្រាក់ដែរឲ្យទេតាសើលីងវ៉ាន់ឈៀវនោះជាអាវុធត្រជាក់ដ៏កំពូលឯងយាងយកទៅលក់ជីកំតិចដែរផងរាជបុត្រនឹងកាត់ប្រាក់ខែឯងមួយឆ្នាំស្ដេចត្រាញ់ចិនប៉ាយរាជបុត្រទី3ថាអ្នកអង្គម្ចាស់ទៅស្វែងរកគ្រូពេទ្យពូកែមែនតើរាជបុត្រទី3បានបញ្ជាឲ្យជាងធ្វើឈើច្រត់មាសសុទ្ធមួយគុំអបអសាទរទោះបីជាទ្រង់ឈោមមិនរួចមួយជីវិតនេះក៏ដោយច្រត់ឈើច្រត់មាសចេញក្រៅក៏មិនដល់ថ្នាក់លក់មុខភូមិឬស្ដេចត្រាញ់ពេកដែររាជបុត្រទី3ទ្រង់ធ្វើបាបគេហួសហេតុពេកហើយភូមិឬចិនប៉ាយរបស់ខ្ញុំមិនត្រូវការរបស់ទ្រង់ទេមិនដែររាជបុត្រទី3មានចិត្តល្អជូនអ្នកពួកអ្នកនៅហ៊ានប្រឆាំងរាជសារមិនព្រមទទួលទៀតថ្ងៃនេះបើហ្វូជិងយានត្រឡប់មកវិញមិនទាន់ទេឈើច្រត់មាសនេះស្ដេចត្រាញ់ចិនប៉ាយអ្នកទទួលជំនួសគេទៅឆ្កែល្អមិនពាំងផ្លូវទេកុំមករំខានរថយន្តពិសេសរបស់អ្នកអង្គម្ចាស់ខ្ញុំចូលស្ថានីយ៍ហ្វូជិងយានឯងមិនមែនទៅស្វែងរកអ្នកស័ក្តិសិទ្ធិទេធ្វើចោះធ្វើឡើងមិនមែននៅតែអង្គុយលើក្តារបន្ទះចាស់នេះធ្វើជាមនុស្សពិការទេលោកឪពុកមិនប្រញាប់អរគុណរាជបុត្រទី3ដែលប្រទានឈើច្រត់មាសឲ្យទេមកទទួលយកដោយខ្លួនឯងទៅវ៉ាន់ឈៀវថយចេញប្រើដាវនៅមុខទ្វារភូមិគ្រឹះគឺរដេករដុកពេកមិនត្រូវតាមច្បាប់ទម្លាប់ពួកយើងទេក្បាលរឹងមែនលោកម្ចាស់ទ្រព្យប្រយ័ត្នបន្តិចឈើច្រត់មាសនេះមើលទៅធ្ងន់ណាស់ប្រយ័ត្នសង្កត់ដែរលោកឪពុកសំបីតែកម្លាំងទទួលឈើច្រត់ក៏គ្មានដែរឬដៃទាំងពីររបស់ឯងនេះក៏ពិការដែរមែនទេតែរបស់ខ្ញុំកម្លាំងខាងក្នុងមិនចេញមកក្រៅយន្តអក្បាច់គុណឯងជាសះស្បើយវិញហើយទឹកចិត្តរបស់រាជបុត្រទី3រាជបុត្រទទួលទុកក្នុងចិត្តទឹកចិត្តរបស់រាជបុត្រទី3រាជបុត្រទទួលទុកក្នុងចិត្តគ្រាន់តែឈើច្រត់នេះទន់ពេកសំបីតែកម្លាំងក្នុង1/10របស់រាជបុត្រក៏ទ្រាំមិនបានផងមើលទៅជាងនៅក្នុងភូមិគ្រឹះរាជបុត្រទី3ចេះតែធ្វើរបស់ឥតប្រយោជន៍ល្អមើលតែក្រៅប៉ុណ្ណោះឯងចាំមើលតែប៉ិនរាជបុត្រទៅលោកម្ចាស់ទ្រព្យអ្នកពូកែខ្លាំងណាស់មិនបាច់ប្រឹងក៏បានឈើច្រត់មាសសុទ្ធមកកាន់ក្នុងដៃលើកនេះពួកយើងចំណេញកប់ក្តងហើយយប់នេះខ្ញុំប៉ាវអ្នកញ៉ាំទាខ្វាន់តុងស្រីឈួតនេះពិតជាមិនដែលភ្លេចរឿងលុយពេលណាសោះប៉ុន្តែដូចជាមិនអាក្រក់ដែរស្គមហើយយន្តអរបស់ម៉ាក់ទៅលំបាកនៅអារាមឈីងហ្វុងហើយប៉ុន្តែទឹកមុខនេះក្រហមព្រឿងជាងមុនច្រើនអំបញ្ញនៅមុខទ្វារភូមិគ្រឹះព្រឹទ្ធានុភាពដែលឯងគំរាមរាជបុត្រទី3នោះពិតជាមានស្ទីលដូចពុកឯងកាលពីមុនមែនល្អណាស់ឲ្យតែស្មារតីនេះត្រឡប់មកវិញឆ្អឹងក្នុងភូមិគ្រឹះចិនប៉ាយពួកយើងគឺមិនបាក់ទេឲ្យតែស្មារតីនេះត្រឡប់មកវិញឆ្អឹងក្នុងភូមិគ្រឹះចិនប៉ាយពួកយើងគឺមិនបាក់ទេថ្ងៃក្រោយរាជបុត្រទី3ចង់មករករឿងទៀតក៏ត្រូវខ្លឹងខ្លាញ់មើលដែរធ្វើឲ្យលោកឪពុកនិងអ្នកម្ដាយបារម្ភហើយរាងកាយកូនកំពុងតែជាសះស្បើយបន្តិចម្ដងហើយ10ថ្ងៃទៀតប្រកាសជាស្ដារកិត្តនាមភូមិគ្រឹះឡើងវិញមិនខានពួកកូនបន្តជែកគ្នាចោះទាខ្វាន់តុងនេះឆ្ងាញ់ខ្លាំងណាស់កញ្ញាលីងភូមិគ្រឹះប្រកាន់រឿងហូបមិននិយាយដេកមិនស្ដីបើអញ្ចឹងខ្ញុំនិយាយតិចមើលទៅមិនអីទេនាងនៅអារាមឈីងហ្វុងលំបាកច្រើនហើយភូមិគ្រឹះគ្មានច្បាប់ច្រើនអញ្ចឹងទេបណ្ដោយឲ្យនាងញ៉ាំទៅវ៉ាន់ឈៀវអើយឯងជាអ្នកមានគុណធំរបស់ភូមិគ្រឹះពួកយើងញ៉ាំទៅឲ្យច្រើនបន្តិចអ្នកមើលការខុសត្រូវបន្តិចទៀតទៅឃ្លាំងបើប្រាក់500ដំឡឹងឲ្យវ៉ាន់ឈៀវធ្វើជាលុយចាយវាអរគុណច្រើនអ្នកម្នាងបុកថែមទាំងលុយឈើច្រត់មាសអារាមអាចជួសជុលដំបូលបានហើយលោកគ្រូដើមក៏អាចប្រើចានប្រាក់សុទ្ធបានដែរលីងវ៉ាន់ឈៀវបើឯងមានកម្លាំងសច្រើនគ្មានកន្លែងទៅទេទៅរត់ជុំវិញភ្នំសឹកនិមិត្តនៅសួនក្រោយ50ជុំទៅឯងកំពុងដោះវាស្អីនៅទីនេះលោកម្ចាស់ទ្រព្យអ្នកមិនដឹងទេអំបញ្ញនឹងខ្ញុំទៅសួរនៅហាងបញ្ចាំនៅផ្លូវខាងក្រោយរូបរាងឈើច្រត់មាសនេះចម្លែកពេកថាកែថាបើគិតជាដៃគោមាសត្រូវទារថ្លៃរលាយប្រាក់2ដំឡឹងពីខ្ញុំ2ដំឡឹងប្រាក់ណាអាចទិញមាន់ដុតបានប៉ុន្មានក្បាលទៅខ្ញុំរៀនវាកំតិចវាឲ្យស្មើដល់ខ្លួនឯងសំចៃលុយនេះបានគ្រាន់តែដើម្បីប្រាក់2ដំឡឹងឯងបំរុងរស់ឬសួនរបស់រាជបុត្រមែនទេយកមកនេះយកទៅធ្វើអីអ្នកកុំសង្ឃឹមថានឹងរឹបអូសផលជ័យរបស់ខ្ញុំឲ្យសោះណាកុំនិយាយច្រើនប្រគល់មកឲ្យខ្ញុំយកទៅហាងបញ្ចាំទៅ
ឥឡូវគ្មានរូបរាងទៀតទេមិនបាច់អស់ថ្លៃលីទេលោកម្ចាស់ទ្រព្យកម្លាំងដៃអ្នកខ្លាំងមែនឬមួយពួកយើងគុំនៅភូមិព្រាអីទៅបើកតូបក្រោមមេឃកាច់កំតិចមានស្រាក់ឲ្យគេជាពិសេសសំបីតែលុយទិញអញ្ជូរក៏សំចៃបានដែរលីងវ៉ាន់ឈៀវរាជបុត្រជាអ្នកស្នងរកភូមិគ្រឹះចិនប៉ោយមិនមែនជាកម្មករនៅហាងកាត់ដៃទេប្រញាប់ប្រញាល់ទៅបើកប្រាក់ខែនេះទៅថ្ងៃស្អែកឪពុកខ្ញុំនឹងនៅក្នុងរាជវាំងស្នើសុំរាជសារជាផ្លូវការពីព្រះរាជាស៊ើបអង្កេតឡើងវិញរឿងក្តីខ្ញុំត្រូវគេលួចធ្វើឃាតធ្លាក់ពីលើសេះកាលពី3ឆ្នាំមុនអូចង់ចាប់ផ្ដើមវាបកអានដាឃីវនោះវិញហើយរាជបុត្រទី3គ្រាន់តែជាមនុស្សល្ងងដែលគេប្រើជាឧបករណ៍អ្នកនៅពីក្រោយក្នុងពិតប្រាកដពួនយ៉ាងជ្រៅពេលឆ្នាំនេះពួកវាគិតថាខ្ញុំពិការហើយក៏បន្ថយការប្រុងប្រយ័ត្នឥឡូវនេះខ្ញុំត្រឡប់មកវិញយ៉ាងធំដុំពួកវាមុខជាធ្វើគ្រប់យ៉ាងយកជីវិតខ្ញុំមុនពេលរឿងក្តីត្រូវបានស៊ើបអង្កេតច្បាស់លាស់ថ្ងៃខាងមុខភូមិគ្រឹះចិនប៉ោយអាចនឹងមានខ្មាន់កំភ្លើងលួចចូលគ្រប់ពេលវេលាលីងវ៉ាន់ឈៀវឯងរកលុយជួសជុលអារាមបានគ្រប់គ្រាន់ហើយឥឡូវនេះចាក់ចេញទៅនៅទាន់ពេលនៅឡើយកិច្ចសន្យាអង្គរៈការពារជីវិតភូមិគ្រឹះចិនប៉ោយថែមលុយទៅនេះជាស្អីហ្នឹងលោកម្ចាស់ទ្រព្យអ្នកមើលស្រាវធម៌វិជ្ជាជីវៈខ្ញុំពេកហើយខ្ញុំលីងវ៉ាន់ឈៀវមិនដែលធ្វើចំនួនពាក់កណ្ដាលទេក្នុងការដែលការងារបន្តកើនកម្រិតការលំបាកហើយចឹងតម្លៃប្រកបជាត្រូវនិយាយគ្នាសារជាថ្មីកិច្ចសន្យានេះខ្ញុំសរសេររួចតាំងពីយប់មិញម្លេះមិនត្រឹមតែជួយអ្នកឲ្យរស់រានមានជីវិតក្នុងព្រួយងឹតទេថ្លៃសឹករវាងដាវធំនោះនិងថ្លៃម្ហូបអាក្រៀតដែលខ្ញុំអត់មួយការពារខ្មាន់កំភ្លើងខ្ញុំបុកបញ្ចូលទាំងអស់ហើយ10000ដំឡឹងប្រាក់មិនឯងមិនទៅប្លន់ឃ្លាំងរត់តែម្ដងទៅមិនដែរជីវិតរបស់អ្នកអង្គម្ចាស់ភូមិគ្រឹះចិនប៉ោយដៅតុងគូដុំមិនថោកជាង10000ដំឡឹងនេះទេមែនទេបើអ្នកគិតថាថ្លៃខ្ញុំនឹងរៀបចំខោអាវចេញទៅឥឡូវនេះទុកឲ្យពួកខ្មាន់កំភ្លើងទាំងនោះមកថ្លៃជាមួយអ្នកចុះនៅលើលោកនេះប្រហែលជាមានតែស្រីឈួតនេះទេដែលកងប្រកួតល្បិចកក្នុងរាជវាំងដែលពាក់ព័ន្ធនឹងជីវិតនិងសេចក្តីប្រែជាការថ្លៃចំនួនទៅវិញព្រមព្រៀងជីវិតរបស់រាជបុត្រឯងប្រើប្រាស់ចិត្តការពារឲ្យល្អទៅបើលោកម្ចាស់ខ្វះសក់មួយសរសៃធ្វើខ្មោចក៏ត្រូវកាត់លុយឯងដែរលោកម្ចាស់ទ្រព្យឲ្យកុំបារម្ភឲ្យតែលុយគ្រប់គ្រាន់ស្ដេចយមរាជមកដល់ខ្ញុំក៏ដកពុកចង្ការគាត់ពីរដងដែរមកចុះលីងវ៉ាន់ឈៀវឯងរៀបសាញ់បោកប្រាស់នៅក្នុងសួនរបស់រាជបុត្រមែនទេឯងរៀបសាញ់បោកប្រាស់នៅក្នុងសួនរបស់រាជបុត្រមែនទេជើងទុំរដៅខ្ញុំនៅឯណាជើងទុំរដៅស្អីអូឯងនិយាយពីស្មៅប៉ុន្មានធូរទៅតែរើទៅផ្ទះបាយក្រោយរបស់នោះហូបក៏មិនបានថែមទាំងផ្លូវទៀតលោកម្ចាស់ទ្រព្យមើលចុះនេះជាមុនសំណាញ់សួរក៏ដែលខ្ញុំរៀបចំជូនអ្នកជាពិសេសមាត់កំពែងជាអំបែងចានបែកដែលផ្ទះបាយមិនត្រូវការនៅលើដីជាខ្សែនេសាទបោះចោលដែលខ្ញុំសុំពីហាងប៉ាចំណាយលុយតិចបំផុតធ្វើការងារពិតប្រាកដបំផុតនេះជាសួនដែលរាជបុត្រចូលចិត្តបំផុតណាចុះស្អីដែលឯងរៀននៅលើដីនេះទៀតតែគោអន់ទិញពីហាងកាត់ដែកខ្ញុំកាច់វាឲ្យកង់អស់ហើយឲ្យតែពួកខ្មាន់កំភ្លើងទាំងនោះហ៊ានផ្លោះកំពែងចូលមកធានាថាពួកវាដើរមួយជំហានយំឈានមួយជំហានភូមិគ្រឹះចិនប៉ោយដូតុងគូដមការពារខ្មាន់កំភ្លើងបែកជាប្រើអំបែងចានបែកនិងដែកគោបាក់ថ្លៃការពារ10000ដំឡឹងរបស់ហែងទិញបានតែគំនរដែកបាក់បែកទាំងនេះទេលោកម្ចាស់ទ្រព្យគេហៅថាប្រើលុយចំចំណុចសំខាន់អាវុធការពារមិនប្រកាន់ថោកថ្លៃទេឲ្យតែប្រើប្រាស់បានផលគឺដែលសំចៃបានខ្ញុំអាចទិញមន់មេពីរជើងទៀតឲ្យអ្នកបំពន់រាងកាយបានហើយតាមចិត្តឯងទៅបើការពារខ្មាន់កំភ្លើងមិនបានទេលោកម្ចាស់នឹងយកទោសពីឯងអ្នកដាក់ចិត្តក្នុងពោះទៅឲ្យតែពួកវាហ៊ានមកខ្ញុំធានាថាឲ្យពួកវាមានផ្លូវមកគ្មានផ្លូវត្រឡប់មានអាវុធសម្ងាត់លើកំពែងភូមិគ្រឹះនេះមិនក៏សុទ្ធតែអំបែងចានបែកចឹងប្រយ័ត្នបន្តិចកុំបញ្ចេញសំឡេងមិនស្រួលទេមានអន្ទាក់តាក់ជើងប្រញាប់ថយម៉ែអាហែងអើយភូមិគ្រឹះចិនប៉ោយនេះមិនក៏ពីស្ពោជាងព្រានព្រៃនៅជនបទទៀតមកវិញបានហើយលោកម្ចាស់ទ្រព្យតែមួយពេលនេះរបស់អ្នកផឹកមិនទាន់អស់ផងខ្ញុំអាចដោះស្រាយរឿងរ៉ាវខាងក្រៅបានហើយកុំវាយស្លាប់ទាំងអស់ទុកមាត់រស់មួយរាជបុត្រត្រូវស៊ើបឲ្យច្បាស់ថាអាចឆ្កែឈួតណាកំពុងខំមនុស្សទុកមាត់រស់ជាការងារបច្ចេកទេសបន្តិចទៀតបើច្រឡំដៃវាបាក់ជើងពួកវាអ្នកកាត់លុយខ្ញុំមិនបានទេណាមានសមត្ថភាពតែប៉ុណ្ណឹងដែលហ៊ានរៀនធ្វើជាខ្មាន់កំភ្លើងសូម្បីតែអន្ទាក់មិនអស់លុយរបស់ខ្ញុំក៏ឆ្លងមិនផុតដែរពិតជាលក់មុខគេមែនកុំនិយាយច្រើនជាមួយវាសម្រាប់វាចាំទៅសម្រាប់ហ្វូជិនយៀនរំខានការដេករបស់ខ្ញុំត្រូវថែមលុយណាមីស្រីនេះកម្លាំងខ្លាំងពេកបំបែកគ្នាឯងចូលទៅក្នុងផ្ទះសម្រាប់រាជបុត្រទៅយកថងលុយខ្ញុំជីវិតរបស់រាជបុត្រអាសម្រាមដូចពួកឯងក៏សុំនឹងមកយកដែរភ័យស្ទើរស្លាប់ហើយលោកម្ចាស់ទ្រព្យក្បាច់អាវុធសម្ងាត់របស់អ្នកមិនថយចុះជាងឆ្នាំមុនទេណាទើបតែមានប្រាក់ប៉ុន្មានដំឡឹងសម័យនេះប្រាក់កម្រៃខ្មាន់កំភ្លើងថោកពេកហើយដឹងលោកម្ចាស់ទ្រព្យអ្នកមើលរបស់នេះមានតម្លៃទេ
កាលពីនៅច្រកព្រំដែនក្រុមខ្មាំងធ្នូដែលបានត្រូវសេះខ្ញុំបន្សល់ទុកសញ្ញាផ្លាកនេះទោះជាដំរីក៏ដោយតែក្នុងការដែលម្ខាងទៀតហ៊ានបញ្ជូនកងកម្លាំងស្លាប់មកគឺមិនខ្លាចពួកយើងសឹកទេប៉ុន្មានថ្ងៃនេះក្នុងភូមិគ្រឹះក្រែងលោមិនស្ងប់ស្ងាត់ទេចង់សម្លាប់ចង់កាត់ស្រេចតែចិត្តទៅអញមិននិយាយអីទាំងអស់សម្លាប់ឯងគិតស្រួលពេកហើយសម្លាប់ឯងគិតស្រួលពេកហើយឯងស្លាប់ទៅអ្នកណាជួយសង្ថ្លៃអន្ទាក់ខ្ញុំអំបែងចានការពីកម្រិតខ្ពស់ដែលជន់បែក50កាក់ខ្សែនេសាទប្រកាសអាសន្នដែលដាច់10កាក់ថ្លៃរំខានលោកម្ចាស់ផឹកតែ10ដំឡឹងថ្លៃនឿយហត់ដែលរំខានខ្ញុំក្រោកពីដេកកណ្ដាលអាធ្រាត្រមកធ្វើសកម្មភាព30ដំឡឹងគិតទៅសរុបជំពាក់ខ្ញុំ50ដំឡឹងនិង60កាក់នាងឈួតមែនទេអញជាខ្មាំងកំភ្លើងនាងមកទារថ្លៃអន្ទាក់ពីអញសម្រាប់បានតែប្រមាថមិនបានទេឲ្យអញស្លាប់ស្រួលទៅចង់ស្លាប់គ្មានទ្វារទេមុនពេលសងបំណុលអស់ឯងគឺជាពលកម្មទេរបស់ខ្ញុំនាងបំរុងឲ្យឃាតករជើងបាក់ម្នាក់សងលុយនាងដោយរបៀបណាលោកម្ចាស់ទ្រព្យរឿងនេះអ្នកមិនដឹងទេមែនទេថ្ងៃស្អែកខ្ញុំនឹងទៅជួបអ្នកមើលការខុសត្រូវការងារពុះអស់ដុតភ្លើងលៀងធំបង្គន់ទាំងអស់ក្នុងភូមិគ្រឹះថ្លៃឈ្នួលគិតឲ្យខ្ញុំការងារឲ្យវាធ្វើជើងវាបាក់តែដៃវាមិនបាក់ទេលួងទៅក៏ធ្វើបានដែរលៀងធំបង្គន់នាងសម្លាប់អញវិញទៅបានហើយតាមចិត្តឯងទៅឲ្យតែទុកដង្ហើមវាចោលប្រហែលជាអាចប្រើប្រាស់ការអ្វីផ្សេងទៀតបានលោកម្ចាស់យប់មិញជាកំហុសឆ្គងរបស់ពួកអង្គរៈដែលបណ្ដោយឲ្យខ្មាន់កំភ្លើងលូនចូលមកដល់សួនរបស់ទ្រង់ស្ដេចក្រាញ់បានបញ្ជាឲ្យដាក់ទោសធ្ងន់ធ្ងរលើពួកវាហើយប៉ុន្តែការការពារនៅក្នុងភូមិគ្រឹះនេះការការពារពឹងលើការដាក់ទោសមានប្រយោជន៍អីត្រូវតែហាត់ចោលរងងប៉ុន្មានអ្នកយប់មិញក្បាច់កូនស្រាប៉ុណ្ណោះតែជាសំបីតែរមៀសមនុស្សក៏ចាប់មិនបានផងមិនដែរឯងមានមកទៅលើអង្គរៈភូមិគ្រឹះលោកម្ចាស់ទ្រព្យខ្ញុំនេះក៏ដើម្បីសុវត្ថិភាពរបស់អ្នកដែរណាបើអង្គរៈភូមិគ្រឹះខ្សោយពេកសម្ពាធការងារខ្ញុំនឹងធំខ្លាំងណាស់ចេះទៅចុះម្នាក់ថ្លៃវឹកហ្វឺនពិសេស10ដំឡឹងប្រាក់ខ្ញុំធានាវឹកហាត់ពួកវាឲ្យដូចអន្ទងកាច់សាហាវដូចចកបើហាត់មិនចេញផលទេរាជបុត្រនឹងកាត់លុយដុបកើនឡើងវិញលោកម្ចាស់ទ្រព្យឲ្យចិត្តទូលាយណាស់អ្នករងចាំមើលចុះប្រុងស្មារតីឡើងទាំងអស់គ្នាចាប់ពីថ្ងៃនេះទៅភ្លេចក្បាច់គុណលំអស្បែកទាំងនោះរបស់ពួកឯងចោលទៅរៀនក្បាច់គេជ្រូកព្រៃត្រកូលលីងទាំងអស់គ្នាឃើញដំឡូងបារាំងទាំងនេះទេបន្តិចទៀតខ្ញុំបិទភ្នែកគប់អ្នកណាត្រូវគប់ចំយប់នេះគ្មានសាច់ហូបទេថែមទាំងត្រូវរត់ជុំវិញភូមិគ្រឹះ50ជុំទៀតរត់ទៅផ្លាកដៃខ្មៅការពីម្សិលមិញធៀបផ្សំពិសេសណាស់មិនមែនជាងដៃធម្មតាអាចធ្វើបានទេផ្លូវងឹតនៅឆេងដូមានមនុស្សគ្រប់ប្រភេទប្រហែលជាអាចស៊ើបដឹងប្រភពដើមនៃផ្លាកនេះឯងរុញខ្ញុំដល់យឺតប្រយ័ត្នជុំវិញខ្លួនតើមានមនុស្សគួរឲ្យសង្ស័យតាមដានទេឯងរុញខ្ញុំដល់យឺតប្រយ័ត្នជុំវិញខ្លួនតើមានមនុស្សគួរឲ្យសង្ស័យតាមដានទេដឹងហើយលោកម្ចាស់ទ្រព្យអ្នកផ្ដាំ3ដងហើយស៊ើបក្តីផ្នែកស៊ើបក្តីប៉ុន្តែក្នុងការដែលមកក្រៅហើយមិនអាចត្រឡប់ទៅវិញដៃទេបានទេមែនទេពូក្របលីឈីលីងស្ករនេះលក់មិនដែរ8កាក់មួយជាពីជីងថែមឲ្យខ្ញុំច្រើនបន្តិចណាលីងវ៉ាន់ឈៀវពួកយើងកំពុងស៊ើបអង្កេតដំរុយកំពុងស៊ើបហើយឆ្អែតពូទៅមានកម្លាំងស៊ើបតើពូខ្ចប់នំប្រេងស្ករពីរទាំងទៀតមកឲ្យខ្ញុំលីងវ៉ាន់ឈៀវឯងមើលរាជបុត្រឥឡូវនេះដូចជាស្អីនេះសំរុំដែរទេមានអ្នកស៊ើបក្តីណាមកបីលឹកមួយដើរអួតកណ្ដាលផ្សារលោកម្ចាស់ទ្រព្យអ្នកនេះគេហៅថាមិនចេះបន្លំខ្លួនយើងកាន់តែដូចអ្នកមានលុយមកទិញអីវ៉ាន់សត្រូវកាន់តែស៊ើបមិនដឹងចម្លើយពួកយើងទេនេះគេហៅថាសងំក្នុងចំណោមមនុស្សអ្នកមានលុយឯងចំណាយលុយរីកបុតឯងប្រកាសជាមិនស្ដាយទេឈប់ហូបទៅត្រេស៊ីនុយគ្រប់ហើយយល់ហើយលោកម្ចាស់ទ្រព្យអ្នកបីលឹកហើយបើធ្លាក់បែកខ្ញុំកាត់លុយអ្នកណានេះជាកូនប្រុសអ្នកណាខ្លាចស្លាប់ហ៊ានរុញអភិការនេះមកដល់លេងនៅផ្លូវងឹតពួកយើងទុករបស់មានតម្លៃលើខ្លួននឹងមីស្រីតូចនេះចោលទៅបងធំទុកសពេញលេងឲ្យពួកឯងតែប៉ុន្មានអ្នកដូចពួកឯងនេះក៏ហ៊ានមកស្ទាក់រាជបុត្រដែរប្លន់ផ្លូវល្អណាស់ខ្ញុំកំពុងតែពិបាកចិត្តរឿងទិញអីវ៉ាន់ថ្ងៃនេះលើថាវិការផងមីក្មេងស្រីអាក្រក់នាងកាន់ចង្កង់ខ្ទឹមធ្វើអីហ្នឹងមើលងាយពួកឯងនេះគេហៅថាញួរផ្កាយខ្ទឹមវីពួកឯងអាក្រមអានិថាននេះដកដៅអស់ថ្លៃសឹកខ្វាំងមិនចំណេញទេផ្ដេសផ្ដាអង្គរៈសងងឹតបែជាប្រើខ្ទឹមពិតជាថោកទាបមែនទៅស្លាប់ទៅហ៊ានប៉ះពាល់ជង្រុកស្រូវរយៈពេលវែងរបស់ខ្ញុំឯងលីងវ៉ាន់ឈៀវឯងមិនស្គាល់ខ្មាស់ឯងហ៊ានបំពានលើរាជបុត្រផងស្អីគេហៅថាខ្ញុំបំពានលើអ្នក